រឿងថ្មីបន្តិចប្រិមិត្តដោយសារតែគាត់ជាជាងម៉ូតូត្រូវបានអ្នកដែលយកម៉ូតូមកធ្វើហ្នឹងធ្វើការបន្លំដោះដូរយកម៉ូតូរបស់គាត់ទៅបាត់ទុកអាម៉ូតូដែលយកមកធ្វើហ្នឹងនៅកន្លែងគាត់អញ្ចឹងគេហៅថា style ថ្មីយកអាចាស់ដូរយកអាថ្មីហើយអ្វីក៏មិនសូវហានិភ័យប្រហែលដែរនៅពេលដែលធ្វើសកម្មភាពបងប្រុសត្រូវបានគេហៅថាភ្ញៀវដែលមកធ្វើសកម្មភាពដាក់គាត់បែបហ្នឹងឥឡូវនេះគាត់ស្រឡាញ់កាំងខ្លាំងមែនទែនហើយគាត់ទទូចស្នើសុំឲ្យតែអ្នកដែលបានធ្វើការបន្លំយកម៉ូតូគាត់ទៅហ្នឹងជួយយកម៉ូតូគាត់វិញផងអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនទែនណាបងប្អូនដែលប្រកបអាជីវកម្មនានាជាងម៉ូតូជាងឡានអីផ្សេងសូមប្រុងប្រយ័ត្នអារឿងអតិថិជនបែបហ្នឹងណាយើងមើលដែរមិនមែនយើងភ្ញៀវខ្ចីរបស់ជីទៅនេះទៅនោះរបស់គាត់ជាប់ធ្វើនឹងយើងរបស់គាត់ជាប់នឹងយើងហើយយើងមានឲ្យទេប៉ុន្តែយើងមើលដែរថាតើយើងគួរឲ្យគាត់អត់ហើយបើយើងឲ្យរបស់ណាល្មមទៅកាលណាបើយើងឲ្យរបស់លេងថ្លៃដូចបងប្រុសលេងភ្ញៀវយកម៉ូតូគេហៅថាប្រភេទស៊េរីទៀបល្មមទេប៉ុន្តែគាត់ឲ្យភ្ញៀវខ្ចីម៉ូតូសម្រាប់ជិះទៅមានការហ្នឹងឲ្យអាថ្លៃដល់ពេលអញ្ចឹងទៅមានអីភ្ញៀវមានមកយកម៉ូតូវិញណាយកម៉ូតូគាត់ទៅបាត់អីហ្នឹងអញ្ចឹងបងប្អូនចង់ដឹងរឿងរ៉ាវលម្អិតបែបណាសូមបងប្អូនទៅស្ដាប់កិច្ចសភារវាងខ្ញុំជាមួយនឹងបងប្រុសដែលជាជាងម៉ូតូទាំងអស់គ្នាបងប្អូនជួយ share វីដេអូនេះមួយដើម្បីបងប្អូនជាងម៉ូតូយើងនៅស្រុកខ្មែរទាំងអស់ណាមានការប្រុងប្រយ័ត្នមែនទែនចោលឥឡូវល្បិចច្រើនណាស់យើងតាមអត់ទាន់ទេបងប្អូនបើនិយាយទៅវាធ្វើឲ្យយើងទុកចិត្តអញ្ចឹងតែតាមការពិតគឺបោកប្រាស់សោះហើយខ្ញុំធ្វើវីដេអូនេះដើម្បីឲ្យបងប្រុសយកម៉ូតូមកឲ្យជាងវិញកុំឲ្យមានរឿងកាន់តែវែងឆ្ងាយដោយសារតែមានវីដេអូផុសតាំងសាក់សីគ្រប់គ្រាន់ទាំងអស់វាមិនដែលណាទៅទិញស្អីមួយផ្លែទេបាត់ឈឹងទល់មួយថ្ងៃពីរថ្ងៃអញ្ចឹងទេចំណុចសំខាន់ណាម៉ូតូហ្នឹងគ្រាន់តែម៉ូតូច្បាក់មួយញ៉ុងទេហើយក៏បានប្រាប់ជាងថាទៅទិញទៅដោះគោឲ្យកូនមួយផ្លែតែមានផ្លែណាបងប្អូនបាត់ឈឹង016 017ប្រហែលជាចង់វាយដូរគ្នាទេដឹងហើយបើសម្រាប់ខ្ញុំបងប្អូនក៏ខ្ញុំធ្វើបែបនេះដែរក៏ប៉ុន្តែម៉ូតូដែលខ្ញុំឲ្យជិះទៅនោះគឺជាម៉ូតូរៀងចាស់បើយើងមើលទៅលើតម្លៃគឺវាធូរថ្លៃទេបើទោះជាមានបញ្ហាអ្វីមួយក៏វាអត់អីដែរដោយសារតែម៉ូតូដែលយើងឲ្យគាត់ទៅនោះគឺជាម៉ូតូរៀងចាស់គឺយើងជាជាងអត់បារម្ភទេតែបើម៉ូតូថ្មីចេះចុះបើគាត់យកទៅដួលហើយបុកប៉ះអីខូចខាតម៉ូតូយើងអ្នកណាជាអ្នកសងអញ្ចឹងបងប្អូនទាំងអស់គ្នាជួយ share មួយដើម្បីបងប្រុសម្ចាស់ម៉ូតូបានឃើញហើយនឹងយកមកវាយដូរជាមួយនឹងជាងវិញព្រោះអីពេលខ្លះគាត់មានធរៈអីសំខាន់ក៏អាចថាបានដែរតែទោះបីជាសំខាន់យ៉ាងណាក៏ដោយក៏ត្រូវយកម៉ូតូឲ្យគេវិញដែរ